ខ្ញុំប្រុសស្មងសម្រាប់ត្រង់ចកឡោះស្មោះគឺខ្ញុំទៅអ្នកកសាតោស្វាគមពូមីងតែដើមខ្ញុំយកធ្វើកូនភាសាមានប្រវត្តិធ្វើគេខូចចិត្តមានតែគំរូល្អនៅក្នុងសាលាត្បិនមុងខ្ញុំមិនសូវសង្ហាតែកមុំចោមរងភ្លុកដីមកមួយខ្ញុំងើបនៅប្រដេកនៅមកជួយទូរែកការងារម៉ាំងប៉ាមានពេលទៅការទុំដូចគេបើកភ្នែកនៅមកតន់ខលូងសង្សារឃើញតែខ្លាំងខូចចិត្តរត់ញ៉ៃដេកជុំកាត់ទុំព្រោះតែរឿងស្នេហាបើដឹងតែឈឺព្រិញប្រឹងម្លេះណាអត់សង្សារឬអត់កើតឬខ្ញុំដើរទៅផ្សារគេសួរខ្ញុំថាញ៉ាំអីបានស្មងឮហើយកញ្ញ័រដៃជើងអង្គព្រោះកុំមុំតាមញងតាមសុំធ្វើប្តីជីវិតខ្ញុំសិនប្របាំងម្លេងទេចង់រាប់អានខ្ញុំក៏វាមិនស្រួលដែរចង់រាប់តតែជើងស្មងស្នេហ៍តតែដូចខ្ញុំទៅចូលធៀមបានដល់លើចង់បានសង្សារទៅមើលបែបណាទៅដឹងតែគេស្មងយងខុសគេធ្វើបាបេដងស្នេហាដំបងភ័យម្លេះទេឃើញមិនខ្ញុំគេបោកច្រើនពេកគេបោកក្របបែកវាឈឺចាប់គុណទ្វេអត់ទេដូចអត់ស្រួលទេសុខចិត្តនៅស៊ីងគោវិញនាងភូមិហៅខ្ញុំប្រុសស្មងសម្រាប់ត្រង់ចកឡោះស្មោះគឺខ្ញុំទៅអ្នកកសាតោស្វាគមពូមីងតែដើមខ្ញុំយកធ្វើកូនភាសាមានប្រវត្តិធ្វើគេខូចចិត្តមានតែគំរូល្អនៅក្នុងសាលាត្បិនមុងខ្ញុំមិនសូវសង្ហាតែកមុំចោមរងភ្លុកដីមកមួយខ្ញុំងើបនៅប្រដេកនៅមកជួយទូរែកការងារម៉ាំងប៉ាមានពេលទៅការទុំដូចគេបើកភ្នែកនៅមកតន់ខលូងសង្សារឃើញតែខ្លាំងខូចចិត្តរត់ញ៉ៃដេកជុំកាត់ទុំព្រោះតែរឿងស្នេហាបើដឹងតែឈឺព្រិញប្រឹងម្លេះណាអត់សង្សារឬអត់កើតឬខ្ញុំដើរទៅផ្សារគេសួរខ្ញុំថាញ៉ាំអីបានស្មងឮហើយកញ្ញ័រដៃជើងអង្គព្រោះកុំមុំតាមញងតាមសុំធ្វើប្តីជីវិតខ្ញុំសិនប្របាំងម្លេងទេចង់រាប់អានខ្ញុំក៏វាមិនស្រួលដែរចង់រាប់តតែជើងស្មងស្នេហ៍តតែដូចខ្ញុំទៅចូលធៀមបានដល់លើចង់បានសង្សារទៅមើលបែបណាទៅដឹងតែគេស្មងយងខុសគេធ្វើបាបេដងស្នេហាដំបងភ័យម្លេះទេឃើញមិនខ្ញុំគេបោកច្រើនពេកគេបោកក្របបែកវាឈឺចាប់គុណទ្វេអត់ទេដូចអត់ស្រួលទេសុខចិត្តនៅស៊ីងគោ